សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នីតិរឿងខ្មោចរបស់ពូបារាំងសូមរីករាយសម្ដាប់ជាមួយសាយរឿងថ្មីទាំងអស់គ្នាបើចូលចិត្តការនីតិរបស់ពូបារាំងកុំភ្លេចជួយ Subscriber និងឲ្យមេដៃរបស់ពូបារាំងម្នាក់មួយផងសូមអរគុណកាលពី7ឆ្នាំមុនខ្ញុំធ្លាប់ត្រូវខ្មោចលងម្ដងភ័យដល់ថាឈឺខ្មោចនោះមិនបានលងឲ្យឃើញរូបរាងកាយសាហាវអីទេប៉ុន្តែមកពីខ្ញុំខ្លាចពេកខ្ញុំបានឃើញត្រឹមតែរូបនាងអង្គុយយំនៅក្រោមដើមព្រីងក្បែរផ្លូវដើរមួយកន្លែងខ្មោចនាងស្លាប់ទៅដោយសារខកបំណងក្នុងរឿងស្នេហានាងត្រូវសង្សារកំឡោះបោកប្រាស់គេទាំងពីរនាក់ខូចគ្នារហូតដល់មានកូនរួចហើយអាប្រុសព្រានអប្រៃនោះគិតវេមុនព្រមរៀបការជាមួយនាងធ្វើឲ្យបែករឿងអាស្រូវពេញស្រុកភូមិនាងខ្មាក់គេពេកក៏លេបថ្នាំសម្រាប់ខ្លួនទៅទាំងមានកូនក្នុងពោះអាយុ5-5ផងឪពុកម្ដាយក្រុមគ្រួសាររបស់នាងបានរៀបចំធ្វើបុណ្យបូជាសពនាងរួចរាល់តាមប្រពៃណីគ្រប់យ៉ាងប៉ុន្តែភាពខូបំណងរបស់នាងបានធ្វើឲ្យនាងស្លាប់ទៅទាំងមិនអស់ចិត្តក្រោយពីសពរបស់នាងបានបូជារួចមានអ្នកស្រុកភូមិជាច្រើនអ្នកព្រមទាំងខ្ញុំផងដែរបានឃើញនាងអង្គុយយំនៅក្រោមដើមព្រីងក្បែរកន្លែងបូជាសពរបស់នាងដើមព្រីងនោះនៅមិនឆ្ងាយពីផ្លូវដើរប៉ុន្មានទើបធ្វើឲ្យខ្ញុំរត់ចង់បាក់កពេលដើរឆ្លងកាត់ត្រង់នោះប្រសិនបើពេលនោះខ្ញុំរត់មិនរួចនឹងត្រូវដួលប្រហែលជាខ្ញុំត្រូវធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតដល់ថ្នាក់មើលមិនជាផងក៏ថាបានប៉ុន្តែសំណាងល្អដែលថ្ងៃនោះខ្ញុំមិនដួលរឿងនោះមានដូចតទៅថ្ងៃមួយនោះខ្ញុំទៅផ្ទះមិត្តដើម្បីបបួលមិត្តធ្វើកិច្ចការសាលាដែលគ្រូដាក់ឲ្យមកធ្វើនៅផ្ទះថ្ងៃនោះខ្ញុំត្រឡប់មកយប់បន្តិចព្រោះអាងថាមិត្តគេឲ្យខ្ចីកង់ជិះមកផ្ទះពេលជិះកង់មកដល់ដើមព្រីងនោះខ្ញុំហាក់ដូចជាមានអារម្មណ៍មិនសូវល្អសោះខ្ញុំតាំងចិត្តថាមិនសម្លឹងសម្ដៅទៅដើមព្រីងនោះទេប៉ុន្តែភ្នែកខ្ញុំវាទ្រាំមិនបានខ្ញុំគ្រាន់តែចោលកន្ទុយភ្នែកទៅបន្តិចប៉ុណ្ណោះក៏ស្រាប់តែឃើញនាងអង្គុយជ្រុបនៅក្រោមដើមព្រីងកំពុងតែយំខ្សឹកខ្សួលយកដៃជូតទឹកភ្នែកដូចកូនក្មេងខ្ញុំប្រញាប់ធៀកកង់ឡើងញាប់ស្មេទាំងរញីរញ័រនៅម្ដុំនោះដេកសាច់ពីបាក់ជីទៀតខ្ញុំហើបគូតពីកែបធៀកឡើងលាន់ច្រវាក់គ្រឺតចុងរៃវាយក៏អីកំពុងតែខ្លាចផងអាកង់ត្រឹងជ្រុកច្រវាក់ទៅទៀតខ្ញុំក្តៅចិត្តពេកក៏ផ្ដួលកង់ចោលដាក់មេផាយចៅកង់ប្រហែលជា 4-10 ម៉ែត្រទៅហើយគិតថាស្អែកចាំមកយកប៉ុន្តែនៅពេលងាកក្រោយម្ដងទៀតស្រាប់តែបាត់រូបរាងខ្មាស់នោះទៅវិញខ្ញុំខំពង្រឹងស្មារតីរត់បក់មករកកង់វិញហើយអូវាដាក់មេផាយសំដៃផ្ទះឡើងហួយដីទ្រលោមអ្នកភូមិមួយចំនួនដែលបានឃើញខ្ញុំគេនាំគ្នាសើចព្រោះពួកគេគិតថាខ្ញុំនេះមានកង់ហើយមិនព្រមជីកបែរជាអូសរត់ទៅវិញពេលទៅដល់ផ្ទះខ្ញុំឈឺជាច្រើនថ្ងៃតម្រាំជាអាចទៅរៀនបានអ្នកស្រុកអ្នកភូមិខ្លាចនាងណាស់ទោះបីជានាងមិនបានវាយអ្វីអ្នកណាក៏ដោយព្រោះនាងគ្រាន់តែបង្ហាញរូបឲ្យឃើញនៅសភាពអង្គុយជ្រុបមុខយំយ៉ាងសោកសៅប៉ុណ្ណោះនៅក្រោមដើមព្រីងនោះមានកូនក្រែកញ្ចាស់ដែលនាងតែងតែអង្គុយយំនៅលើក្រែនោះអ្នកភូមិមួយចំនួនបានទៅសំណូមពរឲ្យឪពុកម្ដាយរបស់នាងរុះរើកូនក្រែនោះចោលដើម្បីកុំឲ្យនាងអង្គុយយំលងនៅទីនោះទៀតក្រោយពីលើកក្រែនោះចេញបាក់ក៏នៅតែមានអ្នកឃើញនាងឈរយំនៅក្រោមដើមព្រីងនោះដដែលអ្នកស្រុកភូមិមានការភ័យខ្លាចខ្លាំងណាស់ក៏សំណូមពរឲ្យឪពុករបស់នាងកាប់ដើមព្រីងនោះចោលប៉ុន្តែឪពុករបស់នាងប្រាប់ថាស្ដាយវាទុកគ្រាន់ជាម្លប់នៅរដូវក្តៅជាពិសេសរដូវច្រូតកាត់មានតែដើមព្រីងនោះហើយផ្ដន់ម្លប់សម្រាប់ពេលថ្ងៃអ្នកភូមិមួយចំនួនមិនពេញចិត្តទេដោយចោទថាឪពុករបស់នាងចិញ្ចឹមខ្មោចយូរទៅដោយគេចេះតែនិយាយអីចេះនិយាយអីចោះឪពុករបស់នាងទ្រាំនឹងសម្ដីរបស់គេមិនបានក៏កាប់ដើមព្រីងនោះទៀតទៅចាប់ពីថ្ងៃនោះមកប្រជាជនក្នុងភូមិទាំងអស់ក៏លែងមានអ្នកណាឃើញខ្មោចនាងយំទៀតប៉ុន្តែព្រះសង្ឃនៅវត្តប្រាប់ថានាងមកនៅកលស្វាយក្បែរអណ្ដុងទឹកក្រោយសាលាឆាន់ព្រោះយប់ជ្រៅតែងតែឮសំឡេងមនុស្សស្រីយំនៅទីនោះអ្នកភូមិអាណិតនាងក៏មានច្រើនអ្នកដាក់បណ្ដាសាក៏ច្រើនអ្នកដែរអ្នកអាណិតនាងក៏នៅដាក់បាតស្រោចទឹកបញ្ជូនកុសលឲ្យទៅ
ចំណែកអ្នកស្អប់ក៏នាំគ្នាជេរបញ្ជូនទៅឲ្យដែរព្រោះគេស្អប់នាងមានផ្ទៃពោះគ្មានឪពុកហើយគិតខ្លីព្រះសង្ឃដែលបានឮសំឡេងនាងយំនោះគឺលោកតានាំយប់មួយលោកតាឈរនៅពីមុខបងអ៊ុញគុតដែលបែរទៅដើមស្វាយឮសំឡេងកំពុងតែយំព្រមទាំងប្រាប់ឲ្យនាងទៅចាប់ជាតិចាប់គំនើទៅកុំរវល់តែខូចចិត្តយំសោកស្ដាយស្រណោះអីទៀតស្លាប់ទៅហើយលំមទៅកើតជាតិថ្មីភពថ្មីចុះក្រោយពីប្រាប់ដូច្នេះលោកតាក៏សូត្រមន្តពង្រីកចិត្តមេត្តាទៅកាន់ដួងវិញ្ញាណរបស់នាងសំឡេងនាងយំក៏បាត់ទៅបន្តិចម្ដងនិងឈប់មានឮទៀតតាំងពីយប់នោះរហូតមកអ្នកស្រុកភូមិនិយាយថាខ្មោចស្លាប់ទាំងទុកព្រួយដូចជានាងនេះតាមធម្មតាកាចណាស់មានតែខ្មោចនាងទេដែលស្លូតគ្រាន់បើមិនដែលលៀនអណ្ដាតបើកភ្នែកក្រឡោតដាល់លងគេឯងឡើយនាងគ្រាន់តែអង្គុយយំសោកសង្គ្រេងតែម្នាក់ឯងប៉ុណ្ណោះនេះខែននឹងនាងហាន់ជាស្វាមីភរិយាគ្រឿងគ្រួសារមួយមានអាជីពជាអ្នកធ្វើស្រែចម្ការសម្រាប់នេះខែននរណាក៏គេសរសើរដែរថាជាមនុស្សឧស្សាហ៍ព្យាយាមគ្រប់កិច្ចការងារពេលផុតរដូវធ្វើស្រែគេតែងតែឆ្លៀតដាំដំណាំគ្រប់ប្រភេទដើម្បីគ្រាន់បានលក់ដូររកចំណូលដល់គ្រួសារថ្ងៃមួយគេចេញទៅស្រែយកទៅជាមួយចប់និងកាំបិតផងព្រោះគេត្រូវការទំលាយដំបូកកណ្ដៀមួយកន្លែងដើម្បីដាំម្ទេសដំបូកមួយនោះគួរឲ្យខ្លាចណាស់ព្រោះវាមានព្រៃស៊ុបទ្រុបចាក់ស្រេះទៅដោយវល់ក្រាស់ខ្មឹកប៉ុន្តែរយៈពេលមិនប៉ុន្មានថ្ងៃនីខែនបានកាប់ឆ្ការនិងទំលាយដំបូកនោះឡើងរៀបធេងគេដកកូនម្ទេសមកដាំពេញដំបូកនោះនិងច្រើនថ្ងៃក្រោយមកម្ទេសរបស់គេលូតលាស់ឡើងខ្ចីល្វក់នីខែននិយាយថាមានល្ងាចមួយនោះពេលគេកំពុងស្រោចម្ទេសស្រាប់តែមានអ្វីមួយយ៉ាងហោះមកបុកក្បាលរបស់គេម៉ាំងធ្វើឲ្យគេឈឺយ៉ាងខ្លាំងក្រោយពីនោះមក2ថ្ងៃអាការៈជំងឺកាន់តែត្រួតត្រាមយ៉ាងឆាប់រហ័សប្រពន្ធរបស់គេទឹកទិនថ្នាំមកឲ្យលេបក៏មិនបាត់ក្រោយមកទើបនាំគ្នាចាប់អារម្មណ៍ថាអាចខ្មោចធ្វើព្រោះមានចាស់នៅភូមិផងរបងជាមួយឧស្សាហ៍មករំលឹកប្រាប់ជាញឹកញាប់ប្រពន្ធរបស់នេខែនក៏បានទៅអញ្ជើញរូបមេមត់មកលៀងមើលទីបំផុតក៏បានដឹងថាជាខ្មោចប្រចាំដំបូកកណ្ដៀវាយក្បាលគេរូបមេមត់នោះបានស្រែកវេះព្រមទាំងនិយាយសំឡេងខ្មោចគួរឲ្យខ្លាចថាអញត្រូវតែយកជីវិតវាឲ្យបានប្រពន្ធរបស់នេខែនព្រមទាំងញាតិមិត្តទាំងឡាយនាំគ្នានិយាយអង្វរថាលោកម្ចាស់ចង់បានអីក៏បានដែរសុំកុំឲ្យតែយកជីវិតមនុស្សម្នាក់នេះទេខ្មោចក្នុងរូបមេមត់នោះក៏ស្រែកសន្ធប់មកវិញខ្លាំងថាមិនយកទេស្អីក៏អញមិនយកដែរកុំថាឡើយមន់ទាជ្រូកគោក្របីដំរីសេះទោះបីជាឡានហោះក៏អញមិនយកដែរអញត្រូវតែយកជីវិតវាព្រោះវានេះប្រហើនណាស់តែកាប់ឆ្ការទម្លាយទីកន្លែងរបស់អញអត់មានប្រាប់អញអីមួយម៉ត់អញមិនស្ដាប់ការអង្វរកររបស់អ្នកណាទាំងអស់អញទៅហើយនិយាយបានតែប៉ុណ្ណោះរូបមេមត់ក៏ដួលដេកទៅមួយសន្ទុះធំទើបដឹងខ្លួនវិញប្រពន្ធរបស់នេខែននិងញាតិមិត្តជិតខាងមានការស្លុតចិត្តអស់សង្ឃឹមគ្រប់គ្នាមួយថ្ងៃក្រោយមកនេខែនក៏អស់ខ្យល់ដកដង្ហើមលាចាកលោកនេះទៅញាតិមិត្តជិតខាងជួយគ្នាទុកដាក់សពក្នុងមឈូសរួចរាល់និងនិមន្តលោកសង្ឃធ្វើពិធីតាមសាសនាអ្នកភូមិជួយគ្នាសែនសាកសពរបស់នេខែនទៅទុកនៅឯភូមិចាស់ដីគេដំណើរពីដូនតារបស់គេដែលនៅឆ្ងាយពីភូមិស្រុកប្រហែលជា3គីឡូម៉ែត្រចេញដំណើរនៅម៉ោង3ទៅហើយនឹងតម្រាំតែជីរិនដៅទុកដាក់រួចរាល់ក៏យប់ល្មមអ្នកជួយសែនសាកសពទៅទាំងប៉ុន្មានគេត្រឡប់មកវិញអស់ហើយតាំងពីនៅភ្លឺម្លេះនៅសល់តែខ្ញុំនិងអ្នកជិតខាង4នាក់ទៀតនៅជួយកាប់រណ្ដៅគ្រាកាលនៅភ្លឺនោះអត់មាននឹកឃើញថាខ្លាចអីទេដល់ពេលយប់ថែមទាំងខែងងឹតទៀតនោះធ្វើឲ្យពួកយើងទាំង5នាក់ស្រាវឆ្អឹងខ្នងដណ្ដើមគ្នាដាវកណ្ដាលគ្រប់គ្នាភ្លាមនោះសំលេងមិត្តខ្ញុំម្នាក់ប្រាប់ថាហេចុះស្អីនោះពួកយើងម្នាក់ងាកឆ្លេឆ្លារកមើលព្រមទាំងត្រៀមរកផ្លូវគួរសមរៀងខ្លួនផងដែរខ្ញុំព្យាយាមតាំងចិត្តមិនខ្លាចបានសោះទើបសម្រេចចិត្តប្រាប់គេឲ្យបញ្ចាំងភ្លើងមើលឲ្យច្បាស់តែម្ដងទៅពុទ្ធោអើយគ្រាន់តែបញ្ចាំងភ្លើងពីទៅផ្លែតភ្នែករបស់យើងទាំង5នាក់ក៏បានឃើញនៃខែនកំពុងទៅឈរថ្មឹងដាក់ដៃទាំងពីរមុខលៀនអណ្ដែនធ្លាក់ដល់ទ្រង់ភ្នែកប៉ុនកដៃលៀនស្ទើរជ្រុះពួកយើងទាំង5នាក់ពេលនេះលែងគិតគូរអ្វីច្រើនហើយដឹងត្រឹមថាក្បាលអ្នកណាសក់អ្នកនឹងពឺតែរវៃយើងបោសម្ដៅផ្ទះរៀងខ្លួនមកដល់ផ្ទះវិញខ្ញុំឈឺ2ថ្ងៃខ្លះឈឺ6-7ថ្ងៃខ្លះទៀតឈឺដល់1ខែជ្រុះសក់អស់ដូចគ្រួនចាញ់តាមរយៈបទពិសោធន៍របស់ខ្ញុំនេះ
ខ្ញុំសូមប្រាប់ថាខ្មោចប្រកាសជាមានពិតព្រោះខ្ញុំបានឃើញផ្ទាល់នឹងភ្នែកបើនរណាមិនជឿទេសាកមើលទៅពីមុនខ្ញុំមានអ៊ំស្រីម្នាក់បច្ចុប្បន្នគាត់បានលាចាកលោកនេះទៅហើយកាលពីគាត់មានជីវិតរស់នៅនោះអ៊ំស្រីចាត់ទុកថាជាមនុស្សស្វិតក្រនបារឿងមាសប្រាក់លុយកាក់គាត់ដឹងតែពីចូលបើចិនពិបាកបន្តិចគាត់បានរក្សាជីវិតរស់នៅជាស្រីបរិសុទ្ធជាមួយប្អូនស្រីគឺម្ដាយរបស់ខ្ញុំនេះអ៊ំស្រីគាត់រកចំណូលបានដោយសារការជួលនិងប្រវាស់ដីស្រែឲ្យគេធ្វើពេលបានលុយមកគាត់យកទៅដាក់ក្នុងហឹបទុកទាំងអស់គាត់ស្រឡាញ់ហឹបរបស់គាត់ជាងអាយុជីវិតនិងហាមក្មួយមិនឲ្យប៉ះពាល់ជាដាច់ខាតពេលណាអ៊ំចូលក្នុងបន្ទប់ស្ងឹតតែម្នាក់ឯងខ្ញុំតែងតែលួចមើលឃើញគាត់អោបអង្អែលហឹបលុយនិងលួចញញឹមតែម្នាក់ឯងថ្នងដូចជាពេញចិត្តនឹងហឹបនោះណាស់ថ្ងៃមួយអ៊ំស្រីចេញទៅទារលុយថ្លៃជួលដីតាំងព្រឹកម្ដាយខ្ញុំទៅវត្តចំណែកខ្ញុំនៅផ្ទះតែម្នាក់ឯងក្រោយពីទទួលទានអាហារពេលព្រឹកខ្ញុំអង្គុយលេងត្រង់របៀងផ្ទះបង្ហាអារម្មណ៍អណ្ដែតអណ្ដូងវែងឆ្ងាយតាមនិស្ស័យមនុស្សមានការស្រមៃច្រើនប៉ុន្តែគួរឲ្យចម្លែកណាស់ថ្ងៃនោះខ្ញុំចេះតែគិតផ្ដេសផ្ដាស់នឹកបារម្ភទៅដល់អ៊ំស្រីឥតហេតុផលកាន់តែគិតកាន់តែនឹកហាក់ដូចជាគាត់បែកទៅប៉ុន្មានខែហើយអញ្ចឹងកំពុងតែគិតស្រិតតែបានឮសំឡេងនរណាម្នាក់ដើរចូលទៅក្នុងបន្ទប់របស់អ៊ំខ្ញុំនឹកថាអ៊ំប្រកាសជាមកវិញហើយទើបដើរទៅលួចមើលក្នុងបន្ទប់របស់គាត់ខ្ញុំចង់ឃើញស្នាមញញឹមជាមួយនឹងការបបោកអង្អែលហឹបរបស់គាត់ព្រោះអ៊ំតែងតែធ្វើដូច្នេះពេលត្រឡប់មកពីក្រៅប៉ុន្តែពេលនោះត្រឡប់ជាខុសសពមួយយ៉ាងខ្ញុំឃើញអ៊ំស្រីឈរអោនមុខស្ងាត់ស្ងៀមក្បែរហឹបរបស់គាត់អាកប្បកិរិយាគាត់ផ្លាត់ប្ដូរទៅច្រើនណាស់ខ្ញុំគិតថាថ្ងៃនេះប្រហែលគាត់ប្រមូលលុយមិនសូវបានឬក៏គាត់មិនស្រួលខ្លួនទើបធ្វើឲ្យគាត់មានអារម្មណ៍ល្អកកយ៉ាងនេះកំពុងតែនឹកចម្លែកក្នុងចិត្តចំពោះកាយវិការរបស់អ៊ំស្រីស្រាប់តែឮសួរអ៊ំផែនញ៉ាក់ភូមិខ្ញុំស្រែកហៅនៅមុខផ្ទះសួរកំដៅខ្ញុំរត់ទៅប្រាប់គាត់ថាម្ដាយខ្ញុំមិននៅផ្ទះទេទៅវត្តបាត់ទៅហើយនៅតែអ៊ំស្រីពេលនោះអ៊ំផែនស្រាប់តែជន្លល់ដៃចង់វាយក្បាលខ្ញុំស្ដីឲ្យខ្ញុំថាខ្ញុំនេះនៅនិយាយលេងនឹងគាត់ទៀតគាត់ថាអ៊ំស្រីរបស់ខ្ញុំត្រូវគេបាញ់សម្លាប់នៅពេលត្រឡប់មកពីទារលុយថ្លៃស្រែដល់ពាក់កណ្ដាលផ្លូវកាលពីម៉ោង11ថ្ងៃត្រង់មុននេះឯងខ្ញុំនិយាយអ្វីទៅទៀតលែងកើតនឹករន្ធត់ចិត្តនឹងការចម្លែកចិត្តតែម្នាក់ឯងខ្ញុំប្រញាប់រត់ទៅមើលក្នុងបន្ទប់អ៊ំស្រីម្ដងទៀតម្ដងនេះបង្ហាញថាមានតែភាពទទេចាស់ចង់រូបភាពដែលខ្ញុំឃើញអំបាញ់មឹងយ៉ាងម៉េចដែរចាត់មើលទៀតមិនទាន់ជឿថាអ៊ំស្លាប់ឡើយខ្ញុំដើរទៅតាមអ៊ំផែនដល់កន្លែងកើតហេតុស្រាប់តែឃើញអ៊ំស្រីរបស់ខ្ញុំគាត់ស្លាប់មែនរឿងនេះជារឿងតាក់ទងទៅនឹងវិញ្ញាណមុនពេលស្លាប់វត្ថុដំបូងដែលអ៊ំគិតដល់គឺហឹបលុយគាត់ខ្លាចមានអ្នកណាមកដណ្ដើមយកបាត់ទៅក្រោយមកខ្ញុំនិយាយហេតុការណ៍នេះប្រាប់គេប៉ុន្តែមិនសូវជាមានអ្នកណាជឿទេសម្រាប់ខ្ញុំទើបដឹងច្បាស់ថារឿងនេះគឺជាការពិត